ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនដែលស្គាល់ត្រីនេះទេបាទពុកម៉ែបងប្អូនស្គាល់ត្រីនេះទេត្រីនេះគេហៅថាត្រីពីប៉ោងបាទធ្វើវាយូរវានឹងប៉ោងបាទចាប់ដើមបាទចាប់ដើមធ្វើវាបាទពុកម៉ែបងប្អូនកុំភ្លេចមើលទាំងអស់គ្នានេះចាប់ដើមធ្វើវាហើយបាទធ្វើឲ្យប៉ោងបាទធ្វើវាប៉ោងដូចពីប៉ោងអញ្ចឹងបាទនេះធ្វើយូរធ្វើមកទៅវាប៉ោងប៉ោងភ្លាមប៉ោងភ្លាមប៉ោងភ្លាមដូចម៉ែវាអត់ប៉ោងអញ្ចឹងប៉ោងភ្លាមប៉ោងភ្លាមអត់ប៉ោងហើយអត់ប៉ោងដាក់ក្នុងធុងមើលឯងម៉ែវាអត់ប៉ោងដាក់ក្នុងធុងមើលឯងយកឈើឆ្កាយដល់ប៉ោងឯងមើលប៉ោងភ្លាមប៉ោងភ្លាមមកចាប់ដើមប៉ោងប្រើពុកម៉ែបងប្អូនប៉ោងឲ្យចាប់ដើមប៉ោងប្រើបាទអូប៉ោងឲ្យបាទពុកម៉ែបងប្អូនប៉ោងត្រីនេះត្រីវាប៉ោងអត់ប៉ោងណែប៉ោងអូសុលអត់សុលវាចេះពុតធ្វើងាប់ត្រីនេះពុកម៉ែបងប្អូនបើយើងមិនដឹងវាពុតធ្វើងាប់បាទនេះចាប់ដើមយកចាប់ដើមចាប់ចេញក្រៅធុងមកបាទសាកមើលវាប៉ោងបាទឃើញហ៎ប៉ោងមែនពុកម៉ែបងប្អូនប៉ោងនេះគេហៅត្រីពីប៉ោងតើស្រុកបងប្អូនគេហៅត្រីអីជួយប្រាប់ផងជួយខមមិនប្រាប់ខាងក្រោមផងបាទគេហៅត្រីនេះប៉ុន្តែបើទៅស្រុកខ្ញុំគេហៅថាត្រីពេជ្រប៉ោងវាប៉ោងដូចពេជ្រប៉ោងហ្នឹងបងប្អូនបាទនេះប៉ោងបាទនេះឃើញហ៎ហើយវាពុតធ្វើងាប់បងប្អូនបាទនេះចាប់ដើមហើយបាទវាប៉ោងហើយចាប់ដើមហើយបងប្អូនប៉ោងហើយបាទប៉ោងភីងតែទិញអត់ងាប់តែវាមិនតែវាល្បិចណាត្រីនេះអត់បានទេបងប្អូននេះប៉ោងnày nhé màប៉ោងចឹងជាមួយទៅតែទៅវាចេញខ្សល់ទៀតបងប្អូនណាតើបងប្អូនស្គាល់ត្រីហ្នឹងអត់គេហៅត្រីអីបាទជាមួយខ្ញុំដាក់គប់វាខ្លាច់បាទវាធ្វើពេកកន្លងទៅបាត់ផឹងបាត់ផឹងផ្លឹបវាបាត់ប៉ោងវាទៅបាត់ហ្នឹងបងប្អូនអរគុណច្រើនបងប្អូន